ការពីពេលថ្មីនេះសារព័ត៌មានរបស់សៀមបានចុះផ្សាយថាក្រុមហ៊ុនបាងចាក់របស់សៀមបានទិញយកនៅភាគហ៊ុន 100% របស់ក្រុមហ៊ុន Chevron ហុងកុងដែលនាំឲ្យសាធារណជននៅក្នុងប្រទេសកម្ពុជាមានមន្ទិលសង្ស័យថាក្រុមហ៊ុនរបស់សៀមអាចនឹងជាប់ពាក់ព័ន្ធឬក៏កាន់កាប់ភាគហ៊ុនឬក៏ចំណាយទីផ្សារណាមួយរបស់ក្រុមហ៊ុន Chevron នៅកម្ពុជាដែលដំណើរការស្ថានីយ៍ប្រេងឥន្ធនៈ Caltex ឬក៏ការាសាំង Caltex នៅកម្ពុជាប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះនៅក្នុងថ្ងៃទី14 ខែ 2 នេះគឺក្រុមហ៊ុន Chevron កម្ពុជាដែលដំណើរការស្ថានីយ៍ប្រេងឥន្ធនៈ Caltex កម្ពុជាបានចេញលិខិតមកបញ្ជាក់ថាការលក់ភាគហ៊ុនរបស់ Chevron ហុងកុងទៅឲ្យក្រុមហ៊ុនបាងចាក់មិនប៉ះពាល់ដល់បណ្ដាញ Caltex នៅកម្ពុជានោះទេដូច្នេះតើបងប្អូនយល់យ៉ាងណាដែរសម្រាប់ខ្ញុំគឺខ្ញុំបានធ្វើការស្វែងរកបន្ថែមទៀតនៅក្នុងប្រព័ន្ធអ៊ីនធឺណិតក៏បានរកឃើញដែរថាក្រុមហ៊ុន Chevron កម្ពុជាគឺស្ថិតនៅក្រោមក្រុមហ៊ុនមេរបស់សហរដ្ឋអាមេរិកឬក៏ក្រុមហ៊ុន Chevron Corporation របស់សហរដ្ឋអាមេរិកយ៉ាងពិតប្រាកដមែនអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នាម្ដងទៀតនៅវីដេអូក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសូមជម្រាបលាអរបងប្អូនទាំងអស់គ្នាកុំភ្លេចគាំទ្រផលិតផលខ្មែរបានច្រើនដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរីកចម្រើនអរគុណ